គឺជាជោគជ័យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសយុវជនខ្មែរនិងយុវនារីខ្មែរនៅទូទាំងពិភពលោកដែលបានធ្វើចលនាជំរុញឲ្យលោកហ៊ុនសែនប្រកាសប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិលើសំណុំរឿងជម្លោះព្រំដែនចំនួន4គឺប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3យ៉ាងណាយើងទាំងអស់គ្នាត្រូវមានការងារច្រើនទៀតដែលត្រូវធ្វើទី1តាមដានឲ្យសកម្មលើការអនុវត្តរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតដើម្បីកុំឲ្យពួកគាត់លេងល្បែងក្បត់ពាក្យសន្យានិងទី2រួមគ្នាជំរុញឲ្យប្តឹងសំណុំរឿងជម្លោះទឹកដីធំបន្ថែមទៀតរួមទាំងការស្ដារលទ្ធិប្រជាធិបតេយ្យនិងការប្រឆាំងអក្រិតកម្មឆ្លងដែនក្រមប្រឹក្សាជាតិតស៊ូអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកប្រឹងប្រែងឲ្យកាន់តែខ្លាំងក្លាឡើងជំរុញរដ្ឋាភិបាលលោកហ៊ុនម៉ាណែតឲ្យប្តឹងថៃដល់ចំនួន9ករណីជម្លោះជាក់ស្ដែងតែម្ដងបន្ថែមលើសំណុំរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3រដ្ឋាភិបាលលោកហ៊ុនម៉ាណែតក៏ត្រូវតែយកជម្លោះច្រកអានសេះតំបន់វាលឥន្ទ្រីតំបន់ភ្នំទ្រាប់កោះគុតនិងតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទៀតលើពីនេះទៀតក្រមប្រឹក្សាជាតិតស៊ូក៏ជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវប្តឹងវៀតណាមទៅតុលាការយុត្តិធម៌អន្តរជាតិដែរលើបញ្ហាកោះត្រល់ចង្កោមកោះក្រចកសេះនិងតំបន់សមុទ្រទំហំ 30,000 គីឡូម៉ែត្រការ៉េដែលប្រទេសវៀតណាមបានឈ្លានពានចូលមកកាន់កាប់ដល់សពថ្ងៃដោយប្រើសន្ធិសញ្ញាខុសច្បាប់សម័យវៀតណាមត្រួតត្រាកម្ពុជាទសវត្សរ៍ 80ក៏ប៉ុន្តែមុននឹងប្តឹងថៃករណីកោះគុតនិងតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េហើយមុននឹងប្តឹងវៀតណាមលើសំណុំរឿងកោះត្រល់ចង្កោមកោះក្រចកសេះនិងតំបន់សមុទ្រទំហំ 30,000 គីឡូម៉ែត្រការ៉េក្រមប្រឹក្សាជាតិតស៊ូជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវស្នើឲ្យរដ្ឋសភាផ្ដល់សច្ចាប័នលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ1982ជាមុនសិនហើយបន្ថែមលើនេះទៀតក្រមប្រឹក្សាជាតិតស៊ូទាមទារដាច់ខាតឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតស្នើឲ្យរដ្ឋសភាលុបចោលសន្ធិសញ្ញាខុសច្បាប់ទាំងអស់ជាមួយវៀតណាមដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដូចជាសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ1982កិច្ចព្រមព្រៀងលក្ខន្តិកៈព្រំដែនគោកឆ្នាំ1983និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ1985ជាដើមសូមបញ្ជាក់ថាការផ្ដល់សច្ចាប័នលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ1982និងការលុបចោលសន្ធិសញ្ញាខុសច្បាប់ទាំងអស់ជាមួយប្រទេសវៀតណាមគឺជារឿងផ្ទៃក្នុងកម្ពុជាសុទ្ធសាធមិនតាក់ទងនឹងប្រទេសថៃឬភាគីវៀតណាមឬបរទេសណាមួយឡើយរឿងងាយបែបនេះប្រសិនបើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតធ្វើមិនកើតទៀតទាល់តែអ្នកទាំងពីរគ្មានវិញ្ញាណការពារទឹកដីជាតិកម្ពុជាពិតប្រាកដទាំងចំពោះការឈ្លានពានរបស់ថៃនិងទាំងចំពោះការឈ្លានពានរបស់ប្រទេសវៀតណាមលើសពីនេះទៀតដើម្បីលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតបង្ហាញឆន្ទៈការពារជាតិពិតមែនក្រមប្រឹក្សាជាតិតស៊ូជំរុញឲ្យលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីផ្សះផ្សាផ្ទៃក្នុងជាតិកម្ពុជានេះគឺជាគន្លឹះធំជាងគេដើម្បីប្រមូលធម្មពលជាតិទប់ទល់នឹងសត្រូវឈ្លានពានជាក់ស្ដែងណាស់ការបន្តសម្លាប់លទ្ធិប្រជាធិបតេយ្យដែលធ្វើឲ្យជាតិកម្ពុជាបែកបាក់គឺធ្វើឲ្យបរទេសឈ្លានពានមើលងាយជាតិសាសន៍ខ្មែរនិងធ្វើឲ្យជាតិកម្ពុជាកាន់តែខ្សោយ
ដែលនេះមិនខុសពីការផ្ដល់រង្វាន់ឲ្យសត្រូវឈ្លានពានឲ្យកាន់តែងាយប្រើយុទ្ធសាស្ត្របំបាក់ជាតិខ្មែរយើងបើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីផ្សះផ្សាផ្ទៃក្នុងជាតិកម្ពុជាទេប្រទេសកម្ពុជាប្រឈមគ្រោះអាសន្នធំណាស់ពីព្រោះកម្ពុជាកំពុងតែរងការវាយបំបាក់ដោយចលនាអក្រិតកម្មធំ3ជាក់ស្ដែងទៅហើយដែលសុទ្ធតែមានកម្លាំងដ៏មហិមាគឺការឈ្លានពានរបស់កងទ័ពថៃការឈ្លានពានរបស់កុម្មុយនីសវៀតណាមនិងពួកបណ្ដាញអក្រិតកម្មឆ្លងដែនច្រើនជាតិសាសន៍ជាពិសេសមេបណ្ដាញជនជាតិចិនចលនាអក្រិតកម្មទាំង3នេះនឹងជាន់ពន្លិចកម្ពុជាយ៉ាងឆាប់រហ័សប្រសិនបើលោកហ៊ុនសែននៅតែមានញ៉ាស់មិនព្រមស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាប្រមូលកម្លាំងធម្មពលជាតិកម្ពុជាដើម្បីទប់ទល់ឲ្យទាន់ពេលទេខណៈសេដ្ឋកិច្ចកម្ពុជាកាន់តែដុនដាបហើយប្រជាពលរដ្ឋខ្មែរកាន់តែអត់ការងារធ្វើច្រើនឡើងលើសលប់គ្មានចំណូលនិងវាន់កដោយបំណុលគ្រប់ក្រុមគ្រួសារទូទាំងប្រទេសលោកហ៊ុនសែនត្រូវចងចាំថាបើកម្ពុជាលិចលង់ស្ដារមិនរួចលោកហ៊ុនសែននិងក្រុមគ្រួសារត្រកូលហ៊ុនគ្រប់ជំនាន់នឹងត្រូវចារក្នុងប្រវត្តិសាស្ត្រមនុស្សជាតិថាជាពូជពង្សពិឃាតប្រទេសកម្ពុជា